តោះយើងចាក់ដើមទាំងអស់គ្នាមកយើងមកជួបគ្នាម្ដងទៀតហើយនៅរាត្រីទី3ត្រៀមបាក់ឌុបរបស់យើងបាទយើងរៀនវានៅពេលយប់យើងត្រៀមបាក់ឌុបវាណាបាទឥឡូវយើងពិនិត្យមើលនៅក្នុងនេះគឺចំណុចរាត្រីទី3គឺយើងតាក់ទងនឹងប្របាទហើយប្របាទអ្វីដែលយើងគួរតែចំណាំគឺថាប្របាទគេធ្វើម៉េចប្របាទរបស់យើងគឺមានចំណុចបវីមួយប្របាទមុខមុនវាប្របាទវាស្មើនឹងចំនួនករណីស្របបាទចែកចំនួនករណីអាចបាទចំនួនករណីស្របចែកចំនួនករណីអាចនេះជាចំណុចសំខាន់របស់យើងដែលយើងយកមកប្រើចឹងសួរថាតើយើងរកករណីស្របនឹងអាម៉េចចំនួនករណីអាចនឹងអាម៉េចចឹងដើម្បីដឹងថាចំនួនករណីស្របនឹងអាម៉េចចំនួនករណីអាចអាម៉េចយើងតាមដានទាំងអស់គ្នាចំនួនករណីស្របយើងត្រូវតែពិនិត្យមើលទៅលើសំណួរនេះសំណួររបស់ប្រធានអានេះគឺជាចំនួនករណីស្របរបស់វានេះក៏ជាចំនួនករណីស្របអានេះក៏ចំនួនករណីស្របអាស្រ័យទៅលើសំណួររបស់ប្រធានរៀនវាសួរអីអានឹងហើយគឺជាចំនួនករណីស្របរបស់វាចុះចំនួនករណីអាចចំនួនករណីអាចយើងមើលប្រធានដែរគឺមើលអានពីដើមមកហើយចំនួនករណីស្របនេះខាងក្រោមនេះជាចំនួនករណីស្របហើយកន្លែងប្រធានវាសួរបាទហើយខាងលើនេះយើងអានវាមកគេថាក្នុងថងមួយមានកូនបាល់ចំនួន40គ្រាប់ក្នុងនោះមានបាល់ពណ៌បៃតងចំនួន19និងបាល់ពណ៌លឿង21អញ្ចឹងចំនួនសរុបទាំងអស់នេះគឺ40បាទគេចាប់យកកូនបាល់ម្ដង2គ្រាប់ព្រមគ្នាអញ្ចឹងចាប់យកម្ដង2ព្រមគ្នាចេញពីខំដល់ចន្លោះចឹងនៅក្នុងនេះគេថា2ព្រមគ្នាពាក្យថា2ព្រមគ្នាគឺគេសម្គាល់ថាយើងត្រូវប្រើបន្សល់ប្រើសេគឺចំនួនករណីអាចរបស់វាគឺត្រូវតែប្រើបន្សល់ព្រោះថាយើងយក2នេះម្ដង2ព្រមគ្នាម្ដង2ព្រមគ្នាចាក់យក2ព្រមគ្នាអញ្ចឹងបានន័យថាចាប់ម្ដង2ព្រមគ្នាម្ដង3ព្រមគ្នាម្ដង4ព្រមគ្នាគឺយើងត្រូវតែប្រើបន្សល់ហេតុអីដោយសារតែយើងចាក់ម្ដង2ម្ដង3ម្ដង4ម្ដង5អីហ្នឹងគឺអត់មានលំដាប់ទេអញ្ចឹងមិនគិតលំដាប់គឺជាបន្សល់ផ្សេងអញ្ចឹងចំនួនករណីអាចគឺយើងចូលសរុបទាំងអស់ហើយនឹងការចាប់យកនេះបន្សំរវាងសរុបទាំងអស់ហើយជាមួយនឹងការចាប់យកនេះអាហ្នឹងគឺជាចំនួនករណីអាចតោះឥឡូវយើងមកទៀងទាត់ជាមួយនឹងចម្លើយរបស់យើងវិញបាទចម្លើយបាទទីមួយយើងសង្ខេបប្រធានរបស់វាគេថាក្នុងថង់1មានបាល់40គ្រាប់មានបាល់ខ្ញុំដាក់ចេះទៅមានបាល់ពណ៌ងាយពណ៌វាមកពណ៌អីគេគឺពណ៌បៃតងនេះបៃតងចំនួន19ហើយមួយទៀតពណ៌លឿងបានដែរចំនួន21បាទសរុបគេឲ្យហើយយើងសរុបខ្លួនឯងក៏បានគេឲ្យហើយនេះហើយយើងបាច់សរុបទៀតទេគឺដឹងតែ40ហ្នឹងណាហើយនេះចាប់យកខ្ញុំដាក់នេះចូលទៅម្ដងចាប់យកម្ដង2ព្រម
ព្រមគ្នាចាប់យកម្ដងទីព្រមគ្នាចេញពីថង់ចេញពីថង់នោះយើងអាចទាញបានថាចំនួនករណីអាចគឺយើងតាំងវាដោយ n s ស្មើនឹងស្មើនឹងបន្សំរវាងស្រុបគឺ40គេយកប្រមាណគេយក2បាទអញ្ចឹងយើងបានតាមរយៈរូបមន្តរបស់យើងបន្សំរូបមន្តមិនបន្សំបាទរូបមន្តបន្សំគឺសេn យក e វាស្មើជាមួយនឹង n វ៉ាលើ n ដល់ e ហើយវ៉ា e វ៉ានេះគឺជារូបមន្តបន្សំយើងបាទតោះឥឡូវយើងពិនិត្យមើលតកតងជាមួយនឹងរបស់យើងចឹងនេះត្រូវ40វ៉ាបាទលើ40ដល់2ហើយវ៉ាគុណនឹង2វ៉ាបាទ40ដល់2ចេញវា38វ៉ាចឹងនេះយើងទុកត្រឹម38មក38ហើយគុណបន្តឲ្យគ្រប់40បាទគុណនឹង39គុណនឹង40លើអានេះយើងនិយាយវាបាន1គុណនឹង2គិតលេខ38នេះសម្រួលមក38អស់39អត់អីសម្រួលតែ40យើងចែកវានឹង2មកបានណាបាន20ណាអញ្ចឹងអានេះយើងគុណនឹង20យើងដាក់0ទុកហើយទៅយើងគុណ2មក18ត្រាទុក1 6នឹង1 7អញ្ចឹងចំនួនករណីដែលអាចកើតឡើងនៅក្នុងករណីដែលអាចកើតឡើងនៅក្នុងប្រធានរបស់យើងគឺមាន780តបមកមើលគេចង់បានគឺរកប្រូបាននៃព្រឹត្តិការណ៍A ចាប់បានបាល់ពណ៌លឿងបាទចាប់បានបាល់ពណ៌លឿងមួយគ្រាប់ពណ៌លឿងមួយគ្រាប់និងបាល់ពណ៌បាយតងមួយគ្រាប់បាទពណ៌លឿងមួយគ្រាប់និងពណ៌បាយតងមួយគ្រាប់អញ្ចឹងយើងពិនិត្យមើលពណ៌លឿងទាំងអស់ក្នុងចំណោមពណ៌លឿងទាំងអស់គឺមាន21ហើយគេយកតែមួយទេអញ្ចឹងបន្សំរវាង21យកមួយណាហើយបាល់ពណ៌បៃតងមួយគ្រាប់អញ្ចឹងបៃតងយើងគឺមាន19ហើយគេយកតែមួយនៅពេលដែលគេយកម្ដង2ហើយយើងចាប់នៅពេលដែលយកម្ដង2ហើយគេចង់បាន1អានោះមួយគ្រាប់អានេះមួយគ្រាប់អញ្ចឹងវាអត់ទាន់គ្រប់ករណីដែលគេយកទេគេយកគឺករណីដែលគេយកគឺមានរហូតដល់2អញ្ចឹងនៅពេលដែលយើងចាប់យកមកបើបានលឿងមួយវានៅខ្វះការយករបស់គេអញ្ចឹងបើនៅខ្វះគឺយើងប្រើគុណបាទយើងគុណអញ្ចឹងខ្ញុំលុបប្រធានចោលនេះដោយសារតែនេះវាអត់អីសរសេរអត់កន្លែងសរសេរបាទខ្ញុំលុបដល់ត្រឹមនេះលុបទៀតបាទអញ្ចឹងមួយគ្រាប់
យើងដាក់មកចំនួនករណីស្របទៅតាមសំណួរដែលគេសួរនេះស្របតាមសំណួរនេះអញ្ចឹងចំនួនករណីស្របគឺយើងតាំងដោយ NA ដោយសារតែព្រឹត្តិការណ៍នេះគេតាំងដោយព្រឹត្តិការណ៍ A អញ្ចឹង NA វាស្មើនឹងបន្សំរវាងជាមើលពណ៌លឿងនេះលឿង21ហើយគេយក1នេះ21យក1បន្ទាប់មកបន្សំរវាងនេះគេបាល់ពណ៌បៃតងមួយគ្រាប់ពណ៌បៃតងគឺ19ហើយយកណាស់ដែរយក1បាទវាយកនេះយក1តែយកកូនជា2ពេលដែលគេយក1នៅខ្វះយើងពុតបាទពុតតោះអញ្ចឹងយើងធ្វើអានេះយើងចំណាំបន្សំរវាងប្រមាណក៏ដោយឲ្យតែយក1យើងដាក់មកប៉ុណ្ណឹងមកអានេះយក1ដែរយើងដាក់មកប៉ុណ្ណឹងមកអញ្ចឹងយើងគុណលេខបញ្ចូលគ្នាមកបាន21គុណជាមួយនឹង19នេះ9ម្ដង9 9 2ដង18 1ម្ដង1 2ម្ដង2បូកចូលគ្នាបាន9 9 3បាទបញ្ជាក់នេះតិចទៅអានេះបូកចូលគ្នាបាន3អានេះបូកចូលគ្នាបាន10ជាមួយនេះអានេះបាន3បាទត្រូវទាំងចម្លើយរបស់យើងគឺ395 9អញ្ចឹងយើងអាចដូចនេះប្របាបវាដូចនេះប្របាបនៃព្រឹត្តិការណ៍ A វាស្មើនឹងចំនួនករណីស្របនៃព្រឹត្តិការណ៍ A ចែកនឹងចំនួនករណី A វាស្មើនឹងនេះតម្លៃវា399 NS របស់វាបាទអញ្ចឹងចំនួនករណីស្របនៃព្រឹត្តិការណ៍ A ចែកជាមួយនឹងចំនួនករណី A ចឹងយើងអាចសម្រួលបានយើងសម្រួលក៏បានហើយនៅពេលប្រឡងយើងអត់សម្រួលក៏បានដែរដោយសារតែតម្លៃវាស្មើគ្នាទេអត់អីទេបន្ទុកគេឲ្យដូចគ្នាទេបាទអញ្ចឹងបាច់ខ្វល់រឿងសម្រួលក៏បានដែរពេលដែលយើងអត់ចេះសម្រួលណាពាក្យច្រើនខាងផ្នែកសង្គមរបស់យើងគឺគាត់អត់សូវចេះសម្រួលទេអញ្ចឹងយើងបាច់សម្រួលក៏បានយើងទុកប៉ុណ្ណឹងក៏បានដែរអត់អីទេតោះអញ្ចឹងយើងពិនិត្យមើលបន្តទៅទៀតណាបន្តទៅទៀតយើងមើលB ចាប់បានបាល់ពណ៌បៃតងទាំង2គ្រាប់បាទចាប់បានបាល់ពណ៌បៃតងទាំង2គ្រាប់បៃតងទាំងអស់ប្រមាណបៃតង sorry បៃតងទេតងអូទេអត់តតទេបៃតង19ហើយគេយកមែនជួប2 19ជួប2អាហ្នឹងគឺចំនួនករណីស្របអីហើយអញ្ចឹងចំនួនករណីស្របចំនួនករណីស្រប N នេះ B ហើយហ្នឹងគឺជាបន្សំរវាងប្រមាណដែរ19យក2 19យក2ស្មើហ្នឹងអញ្ចឹងបានន័យថា19ប៉ាក់លើ19ដក2ហើយប៉ាក់គុណនឹង2ប៉ាក់វាស្មើហ្នឹងដកវាមកបាន17ណា17ប៉ាក់អានេះក៏17ប៉ាក់ដែរគុណជាមួយនឹងព្រោះ19ប៉ាក់វិញអញ្ចឹងគុណ18គុណនឹង15 9ហើយនេះញែកអា2នេះទៅ1គុណនឹង2គិតលេខវាមកនេះ17នេះយើងសម្រួលចោល18ចែកជា2មក18ចែកជា2បាន5 4គុណជាមួយនឹង15 4
4តោះយើងគុណបញ្ចូលគ្នាទៅនេះ9គុណនឹង9វា81សេលេខ1ត្រាទុក8 9ដង9 9នឹង8 17ណា981បាទ17ត្រូវណាចឹងដូចនេះមកដូចនេះប្រូបាបនៃព្រឹត្តិការណ៍ B វាស្មើនឹងចំនួនករណីស្របនៃព្រឹត្តិការណ៍ B ចែកចំនួនករណី A ស្មើណាចំនួនករណីស្របរបស់វានៅពេលនេះគឺប៉ុណ្ណេះលើករណីដែលអាចកើតឡើងគឺមានប្រមាណដែរ780បាទមិនបាច់សម្រួលក៏បានដែរសម្រាប់ជាសាស្ត្រសង្គមរបស់យើងបន្ទុកពីគឺឲ្យតិចដែរទេបាទមិនខ្វល់ទេនេះចឹងយើងចូលដល់ចំណុចសេណាសេចាប់បានបាល់ទាំងពីរមានពណ៌ដូចគ្នាចិត្តបានន័យថាបើបៃតង2ពណ៌ដូចគ្នាបើលឿង2ពណ៌ដូចគ្នាហើយករណីទាំងពីរនេះវាបានបែងចែកដាច់ចេញពីគ្នាបានន័យថាពណ៌បៃតងផ្សេងពណ៌លឿងផ្សេងដោយយើងយកទៅពីរដូចគ្នាយើងគ្រប់ករណីដែលគេយកចឹងបានន័យថាកណ្ដឹងប្រការដាច់ចេញពីគ្នាហើយបើគេយកមួយដូចខាងលើនេះដូច A នេះអាហ្នឹងវាអត់ទាន់ដាច់ចេញពីគ្នាទេវាអត់ទាន់គ្រប់ទេបានន័យថាបើយើងយកពណ៌បៃតងមួយវានៅខ្វះទៀតអញ្ចឹងវាអត់ទាន់គ្រប់ករណីដែលគេយកហ្នឹងវាអត់ទាន់ដាច់ចេញពីគ្នាទេអញ្ចឹងគេគុណវាបញ្ចូលមកណាតោះឥឡូវយើងចំនួនករណីស្របចំនួនករណីស្របគឺយើងតាអនិសេវាស្មើនឹងបន្សំព្រោះវានេះពណ៌ពីរដូចគ្នាតតែយើងយកទាំងពីរហ្នឹងទៅមកដូចគ្នាបានន័យថាបៃតង19យក2ដែរអាហ្នឹងវាដូចគ្នាអញ្ចឹងសួរថាអាហ្នឹងវាដាច់ទេគ្រប់ករណីដែលគេយកហ្នឹងគឺវាដាច់ចេញពីគ្នាចឹងគេបូកសេរៀង21យក2បាទឥឡូវយើងចិត្តចម្លើយរបស់យើងចឹងខ្ញុំមានលុបនេះចេញទេចឹងឥឡូវយើងពិនិត្យមើលក្នុងនេះយើងអាចថាអិនសេវាស្មើនឹង9វ៉ាត់លើ9វ៉ាត់ទៅនេះ19វ៉ាត់លើ19ដក2ហើយវ៉ាត់គុណនឹង2វ៉ាត់បូកជាមួយនឹង21វ៉ាត់លើ21ដក2ហើយវ៉ាត់គុណនឹង2វ៉ាត់គិតលេខនេះបាន17វ៉ាត់ហើយញែកអានេះមក1គុណនឹង2អានេះយើងបាន17វ៉ាត់គុណជាមួយនឹង18គុណជាមួយនឹង15 4បូកអានេះយើងបាន19វ៉ាត់គុណជាមួយនឹង1គុណនឹង2ញែកអានេះណា1គុណ2ដល់ពេលអានេះយើងបានគេយកត្រឹម19វ៉ាត់ដែរអញ្ចឹងយើងគុណជាមួយនឹង20ហើយគុណនឹង21cáiលេខនេះសម្រួលចោលអស់18ចែកជា2បាន9គុណជាមួយនឹង19ចានេះ19សម្រួលចោលអស់20ចែកជា2បាន10គុណជាមួយនឹង21អានេះយើងគុណហើយណាមួយណាដែលយើងគុណហើយមួយណានេះយើង19យក2ចម្លើយយើងឃើញប៉ុណ្ណេះឃើញ177បូកនេះយើងគុណចូលគ្នាទៅថែមកូនឲ្យវាមួយបាទយើងបូកវាបញ្ចូលគ្នាបូកបញ្ចូលគ្នានេះបាន1នេះបាន8ហើយបាន3អញ្ចឹងចប់ដូចនេះ
ប្របាបនៃព្រឹត្តិការណ៍សេវាស្មើនឹងចំនួនករណីស្របនៃព្រឹត្តិការណ៍សេចែកចំនួនករណីអាចហើយវាស្មើនឹងនេះ381លើរបស់វាមក780ចំនួនករណីទុកប៉ុណ្ណឹងក៏បានដែរមិនបាច់សម្រួលក៏បានយើងសម្រួលក៏បាទចឹងថ្ងៃនេះយើងជួបគ្នាប៉ុណ្ណឹងរាត្រីជួបគ្នាប៉ុណ្ណឹងបាទរាត្រីក្រោយទៀតចាំយើងបន្តទៅមុខទៀតហើយកិច្ចការផ្ទះចាំមើលខ្ញុំផ្សេងទៅខាងក្រោយណាបាទ